ឃើញខសាច់ជ្រូកពងទាទាំងឆ្នាំងធំបែបនេះមិនត្រៀមសម្រាប់លក់បាយថ្ងៃណាពុកម៉ែបងប្អូនគឺសម្រាប់បបរសហើយកន្លងមកបើសិនជា Twister ចង់ញ៉ាំបបរសអីតោះថាចាំទៅដល់ម៉ោង 4 ម៉ោង 5 ល្ងាចហ្មងបានមានលក់អញ្ចឹងប៉ុន្តែសម្រាប់នៅនេះវិញគឺគាត់មានបើកចាប់តាំងពីម៉ោង 2 ទៅនិយាយទៅគឺថាចង់ញ៉ាំបបរសអត់ចាំបាច់ចាំដល់ល្ងាចទេអាចមកញ៉ាំនៅនេះថ្ងៃនេះរៀងធ្វើការអស់កម្លាំងអញ្ចឹងចង់រកបបរសញ៉ាំប៉ុន្តែទ្រាំតែទៅដល់កន្លែងញ៉ាំបបរសហ្នឹងគឺ Twister ល្ងួយគេងអស់កម្លាំងមែនតើអញ្ចឹងគឺថាបើកឡានបដើនាំគ្នាញ៉ាំបាកាសម្នាក់មកកំប៉ុងសិនដើម្បីមានកម្លាំងព្រោះដោយសារអាកាសធាតុគឺក្តៅមែនតើពុកម៉ែបងប្អូនអញ្ចឹងយើងចំណាយកម្លាំងរៀងច្រើនអញ្ចឹងតើថាមានរបស់ជំនួយអញ្ចឹងណាអញ្ចឹង Twister ក៏ដាក់ជាមួយនឹងបាកាម្នាក់កំប៉ុងហើយសម្រាប់ភោជនីយដ្ឋានដែល Twister ទៅហ្នឹងគឺមានឈ្មោះថាភោជនីយដ្ឋានវត្តភ្នំដែលកងគឺថាគាត់បើកលក់មកយូរឆ្នាំមែនតើពុកម៉ែបងប្អូនអាចចាត់ទុកបានថាចាស់វស្សាហើយបើតាម Twister សាកសួរទៅគឺចាប់តាំងពីឆ្នាំ1982អញ្ចឹងមិនដឹងថាពេលហ្នឹង Twister នៅណាទេប្រហែលជានៅក្នុងពោះហើយមកទៅហើយកងបាក់មកយូរមែនតើហើយអ្នកណាគេខ្លះដែរជាមួយកងជួយ comment នៅខាងក្រោមវីដេអូនេះម្នាក់មួយផងហើយអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់ទៅញ៉ាំបបរសពេលថ្ងៃអីគឺអាចទៅបានកងគាត់មានបើកលក់ចាប់ពីម៉ោង 2 ទៅអញ្ចឹងណាតែនៅនេះគឺគាត់មាន2វេនវេនមួយទៀតតថាម៉ោង 5 6 ល្ងាចអីអញ្ចឹង Twister រៀងភ្លេចម៉ោងដែរប៉ុន្តែបើសិនជាពុកម៉ែបងប្អូនចង់ទៅញ៉ាំបបរអីគឺម៉ោង 2 គាត់មានលក់អីហើយខាងនេះគឺជាប្រភេទបន្លែក៏ដូចជាឈាមជ្រូកហើយបើថាខសាច់ជ្រូកពងទារបស់គាត់វិញគឺទំនងមែនតើរងាស់ឡើងផុយតែម្ដងបើតាមសាកសួរទៅគឺគាត់រងាស់រយៈពេល3ម៉ោងពុកម៉ែបងប្អូនអញ្ចឹងសាច់ជ្រូកនេះគឺថាឡើងផុយហ្មងហើយរសជាតិរបស់គេគឺឆ្ងាញ់មែនតើអញ្ចឹងមិនថាស្នាដៃជើងចាស់គឺនិយាយទៅគឺថា1ដឹង1 2ដឹង2តែម្ដងហើយសម្រាប់ Twister វិញគឺកំងរៀងច្រើនហើយ Twister គឺអត់ភ្លេចទេព្រោះដោយសារតែពេលថ្ងៃគឺអស់កម្លាំងហើយក្តៅមែនតើអញ្ចឹងតើថាមានរបស់ជំនួយតើតែថាមានបាកាអញ្ចេះបានស្វាងព្រោះអីគឺថាពេលដែលយើងធ្វើដំណើរផ្លូវឆ្ងាយធ្វើការរៀងហែវហត់អស់កម្លាំងអីដាក់បាកាមកគឺមានកម្លាំងព្រឹសស្វាងចាស់សម្រាប់បាយនេះគឺជាប្រភេទបាយចំហុយពុកម៉ែបងប្អូន Twister lạiតែនិយាយច្រើនអញ្ចឹងវីដេអូហួសដល់ណាដល់ណីអីអញ្ចឹងយើងបកចូលមកដល់វីដេអូរបស់យើងវិញហើយសម្រាប់តម្លៃនៅទីវិញក៏រៀងសមរម្យដែរដូចជាមួយចានចាប់ពី 15,000 រៀលឡើងទៅហើយយើងញ៉ាំបបរសដាក់ជាមួយនឹងខសាច់ជ្រូកពងទាប្រៃអីអញ្ចេះមកហើយ Twister ក៏បានហៅជាមួយនឹងជ្រក់ថែមដែរសម្រាប់នៅនេះវិញគឺគាត់មានច្រើនជម្រើសអញ្ចឹងពុកម៉ែបងប្អូនបើសិនជាចង់ញ៉ាំបបរសពេលថ្ងៃចាប់ពីម៉ោង 2 អីទៅគឺអាចទៅញ៉ាំនៅនេះបានសម្រាប់ទីតាំងរបស់គាត់វិញគឺនៅចិត្តជាមួយនឹងស្តុបរោងកុនអង្គរនៅខាងផ្លូវទៅសាថ្មីហ្នឹងពុកម៉ែបងប្អូនសម្រាប់ Google Map Twister ដាក់នៅលើ caption ក៏ដូចជាក្នុង comment ហើយពេលដែលញ៉ាំអញ្ចេះហើយគឺថាត្រូវតែធ្វើការវិញអញ្ចឹងអត់ភ្លេចទេជាមួយនឹងបាកាសក៏ដាក់ម្នាក់មកកំប៉ុងមកព្រោះដោយសារតែបាកាសគឺលើសពីភេសជ្ជៈបើកម្លាំងជំនួយស្មារតីក្នុងការបើកបរនិងជួយបន្សាបជាតិស្រវឹង